បងប្អូននេះគឺការបង្ហាញនៅ graphic របស់ឡានដែលបាននាំចេញបងប្អូនគឺមានឡានគេខ្លះបងប្អូនមាន Ford Toyota Chevrolet Chrysler អូមានឡានខ្លះយើងមិនធ្លាប់ស្គាល់ទេបងប្អូនមានទាំង Hyundai Nissan អីចឹងណាមានឡានមកកណ្ដោប្រភេទឡានហើយតំណាងឲ្យប្រទេសហើយនេះ Ford ក្នុងឆ្នាំ2000បងប្អូនឆ្នាំ2000នេះគឺ Ford ឡើងដាច់តែម្ដងគឺ6លានគ្រឿងយើងមើលពីដើមមកមិញគឺប្រហែលមើលពីដើមហ្នឹងគឺ Ford វ៉ាដាច់ហើយបងប្អូនតមកទី2គឺ Toyota ហើយទី3 Chevrolet ហ្នឹងហើយឆ្នាំ2003គឺ Toyota ឡើងលើ Ford បន្តិចទៀតហើយនឹងឯ Toyota របស់ជប៉ុនហើយ Ford របស់អាមេរិកហើយ Chevrolet ក៏របស់អាមេរិកដែរនេះមកដល់ឆ្នាំ2004គឺ Honda របស់ជប៉ុនឡើងដល់លេខ4ហើយ Nissan របស់ជប៉ុនដែរឡើងដល់លេខ5គឺជប៉ុនបាទដាច់នៅ Toyota ឆ្នាំ2005 Mitsubishi គឺនៅចំណាត់ថ្នាក់លេខ15របស់ជប៉ុនដែរហើយ Suzuki លេខ13បងប្អូនរបស់ជប៉ុនដែរហើយ Hyundai របស់កូរ៉េនៅលេខ10ហើយនៅឆ្នាំ2006នៅគឺស្គេ Volkswagen គឺមាន logo អក្សរ W បងប្អូនគឺឡើងមកចំណាត់ថ្នាក់លេខ4គឺរបស់ប្រទេសនេះប្រទេសស្អីគេចេះបងប្អូនខ្ញុំភ្លេចទង់ជាតិនោះហើយនៅបងប្អូនគឺមានអក្សរ W ហ្នឹងគឺប្រទេសអាល្លឺម៉ង់បងប្អូនហើយមកដល់ឆ្នាំ2008 Mercedes-Benz របស់ប្រទេសអាល្លឺម៉ង់ដែរគឺចំណាត់ថ្នាក់លេខ12បងប្អូនដល់ឆ្នាំ2009របស់BMW គឺបបផ្ទះអាល្លឺម៉ង់ដែរគឺចំណាត់ថ្នាក់នៅក្រោមនេះមែនតើនេះបងប្អូនគឺ logo ដែលមាន W ហ្នឹងគឺឡើងដល់លេខ2បងប្អូនទៅហ្មង
ឆ្នាំ2014 BMW ចាប់ផ្ដើមឡើងដល់លើកទី11ហើយ Mazda 1000ជាងដល់ឆ្នាំ2017បងប្អូនឃើញថា Toyota Nova ដាច់ដដែលហើយ logo របស់ WBM របស់អាល្លឺម៉ង់គឺនៅចំណាត់ថ្នាក់លេខ2ចំណែក Ford គឺនៅលេខ3ដដែលបងប្អូន Nissan លេខ4របស់ជប៉ុនដែរហើយ Honda របស់ជប៉ុនលេខដល់ឆ្នាំ2022បងប្អូនគឺ Ford ធ្លាក់ដល់លេខ3 មកដល់ឆ្នាំ2023 BYD បងប្អូន របស់ប្រទេសចិនគឺឡើងមកដល់លេខ8ហើយ